Bill Gates AI អាចនឹងជំនួសការងាររបស់គ្រូបង្រៀននិងវិជ្ជាបណ្ឌិតក្នុងរយៈពេល10ឆ្នាំខាងមុខទៀតលោក Bill Gates បាននិយាយថាបញ្ញាសិប្បនិម្មិត AI អាចជំនួសវិជ្ជាបណ្ឌិតគ្រូបង្រៀនអ្នកជំនាញសុខភាពផ្លូវចិត្តនិងអ្វីៗជាច្រើនទៀតក្នុងរយៈពេល10ឆ្នាំខាងមុខខណៈកំពុងនិយាយក្នុងកម្មវិធី The Tonight Show កម្មវិធីរបស់លោក Jimmy Fallon សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា AI នឹងគ្រប់គ្រងភារកិច្ចជាច្រើននៅពេលដែលលោក Fallon សួរថាតើមនុស្សនៅតែត្រូវការឬអត់នោះលោក Gates បានឆ្លើយតបថាតម្រូវការនៅតែមានប៉ុន្តែវាមិនមែនច្រើន AI កំពុងដើរជាតួនាទីផ្ដល់ប្រឹក្សាយោបល់ផ្នែកវិទ្យាសាស្ត្រនិងការបង្រៀនដ៏អស្ចារ្យជាពិសេសគឺមិនគិតថ្លៃលោក Gates បានបន្តទៀតថាវាជាការផ្លាស់ប្ដូរនៃយុគសម័យថ្មីគ្រប់គ្នាអាចប្រើប្រាស់ AI ក្នុងការស៊ើបអង្កេតនិងសម្រាប់ជីវភាពប្រចាំថ្ងៃទោះបីជាមានការផ្លាស់ប្ដូរដ៏ធំនៅខាងមុខក៏ដោយលោក Gates នៅតែមានក្តីសង្ឃឹមដោយនិយាយថា AI អាចនាំទៅរកវឌ្ឍនភាពដ៏សំខាន់ក្នុងការថែទាំសុខភាពការអប់រំនិងយុទ្ធសាស្ត្រប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ